ឃើញថានៅក្នុងការប្រកួតមួយនេះវិសាខាមានឱកាសប៉ុនប៉ងទៅលើចំណាញ់ទីរបស់ប្រកាន់រាជហ្នឹងច្រើនមែនទែនប៉ុន្តែអ្នកចាំទីវិរៈរាអាចជួយសង្គ្រោះបានជាច្រើនបីបាត់តែគាត់របូតពីក្របមិនត្រីបាទត្រង់នេះគឺជាការសុទ្ធមួយជើងពីចម្ងាយរបស់កក្កដាហើយ Raymond ក៏ទាញឆ្វេងទាញស្ដាំសុទ្ធមួយជើងនៅតែអាចជួយសង្គ្រោះបានពីវិរៈរាហើយក្របបាល់ទី1កើតឡើងត្រង់នេះហើយគឺជាការកាត់ពីស្លាប់ខាងឆ្វេងរបស់ Park Chung-bin ហើយវិរៈរាចាប់មិនជាប់នោះទេធ្វើឲ្យឱកាសដល់កីឡាករ Raymond De Souza ដែលកំពុងតែខលចាំនៅទីនេះស្វាច់ជិតបញ្ចូលទីបើកតាមនាំមុខ1-0ទៅលើក្រុមម្ចាស់ផ្ទះប្រកាន់រាជស្វាយរៀង Raymond De Souza នេះជាគ្រាប់ទី15របស់គេហើយកាប៊ីក៏កាត់ទៅឲ្យកីឡាករ Morris ហើយ Morris ក៏ដួលពីការរំខានរបស់អ្នកចាំទីកែវសុកសិលាលោកអញ្ញាកណ្ដាលសម្រេចផ្ដាល់បាល់ពីនៃ11ម៉ែត្រទៅក្រុមប្រកាន់រាជស្វាយរៀង Morris ជាអ្នកសម្រេចទីគ្រាប់តាមស្មើមួយទៅមួយឲ្យក្រុមម្ចាស់ផ្ទះប្រកាន់រាជស្វាយរៀងតាមស្មើវិសាខាបាទ Morris ដួលខ្លួនឯងហើយក៏ជាអ្នកសុទ្ធបាល់ពីនៃដោយខ្លួនឯងមួយទល់មួយមុននឹងបញ្ចប់វគ្គទី1ត្រង់នេះកាប៊ីក៏មានឱកាសអូសចូលទៅក្នុងប្រអប់រត់ប៉ុន្តែកីឡាករខ្សែការពារអុកសុវណ្ណជាអ្នកមករារាំងមិនឲ្យកាប៊ីអូសចូលទៅមិនរតនៈសុទ្ធ free kick ត្រង់នេះគឺល្អមែនទែនប៉ុន្តែកែវសុកសិលាជាអ្នកបដិសេធគ្រាប់បាល់នេះមិនរតនៈជាយាមសុទ្ធមួយទំហឹងជើងរហូតដល់របូតស្មងការពារប៉ុន្តែកែវសុកសិលាថាមិនបានទេបាទឱកាសសុទ្ធមួយជើងពីចម្ងាយរបស់សិនកក្កដានៅតែអាចជួយសង្គ្រោះបានពីវីរៈតារាអ្នកកម្មទីឆ្នើមរបស់ព្រះខណ្ឌរាជស្វាយរៀងលោកអ្នកកដាផ្លុំកញ្ចែបញ្ចប់វគ្គទី1ដោយលទ្ធផល1-1នៅឯកីឡដ្ឋានខេត្តស្វាយរៀងចូលមកដល់វគ្គទី2ការកែបាល់ចេញពីក្រុមបាល់ទាត់វិសាខាហើយវិសាខានៅតែព្យាយាមដាក់សម្ពាធម្ដងហើយម្ដងទៀតដើម្បីរកគ្រាប់បាល់ទៅលើក្រុមម្ចាស់ផ្ទះត្រង់នេះគឺជាឱកាសរបស់ខារ៉ាមួយទល់មួយក៏កាត់មកផាក់ជុំប៊ីនប៉ុន្តែបាល់នេះបាទពោះឆ្ងាយបន្តិចហើយជុំប៊ីនមកយកបាល់បានហើយក៏លើកមួយជើងស្ដាំចូលទៅខាងក្នុងតែពីខារ៉ាប៉ុន្តែមិនចំគោលដៅគឺខាងក្រៅចំណែកទីនោះទេផាក់ជុំប៊ីនកាត់បានល្អមែនទែនខារ៉ាឈរតែម្នាក់ឯងប៉ុន្តែមិនចំគោលដៅបាល់ដល់ជើងផាក់ជាបន្តផាក់ក៏កាត់ចូលផ្ទះចេញពីអ្នកចាំទីវិរៈតារាបាល់ទៅដល់ជើង Raymond បាទផាក់ជុំប៊ីននេះគឺល្អមែនទែននៅក្នុងការប្រកួតនេះវិសាខាព្យាយាមប្រើផាក់ជុំប៊ីនជាអ្នកកាត់ចូលទៅក្នុងប្រអប់ដើម្បីឲ្យ Raymond De Souza ជាអ្នកកែហើយផាក់ជុំប៊ីនខ្លួនឯងក៏សុទ្ធមួយជើងកន្លែងនេះស្រាលចូលថ្នាក់ដៃអ្នកចាំទីវីរៈតារាផាក់ជុំប៊ីនល្អមែនទែនថ្ងៃនេះបាទស្លាប់ឆ្វេងនេះគឺគាត់ម៉ៅដាច់ហើយការសុទ្ធកន្លែងនេះគឺស្រាលទេបាទឱកាសកាប៊ីសុទ្ធមួយជើងទៅជាមួយនឹងជើងខ្សែការពារធ្លាក់មកដល់ស៊ីដានទៅទាញចូលជើងឆ្វេងហើយក៏សុទ្ធមួយជើងនេះប៉ុន្តែទៅត្រឹមអ្នកចាំទីបាទទៅត្រឹមខ្សែការពារកីឡាករសិនសុផាណាត់បាទរៀងមិនឲ្យបាល់នេះដល់ដៃអ្នកចាំទីកែវសុកស្លាមទេការលើកបាល់ជ្រុងមកកន្លែងនេះតែបានល្អមែនទែនហើយខារ៉ាក៏ព្យាយាមសុទ្ធមួយជើងឆ្វេងផុតដៃអ្នកចាំទីវិរៈតារាទៅហើយប៉ុន្តែនៅសល់អូដាវរ៉ាជាអ្នករៀងហើយសិនកក្កដាក៏ព្យាយាមសុទ្ធមួយជើងស្ដាំពីចម្ងាយបន្ថែមទៀតប៉ុន្តែមិនចំគោលដៅអុកសុវណ្ណលើកបាល់ជ្រុងមកតែហើយបាល់នឹងធ្លាក់មកដល់ខារ៉ាមួយជើងស្ដាំគ្រីស្ទៀនរៀងផុតដៃអ្នកចាំទីហើយអូដាវរ៉ាជាអ្នករៀងរាប់បាល់នេះបាទនេះគឺជារូបភាពនៃការសុទ្ធរបស់សិនកក្កដាប៉ុន្តែត្រូវសំណាញ់ទីខាងក្រៅការកាត់បាល់មកស្លាប់ខាងឆ្វេងកន្លែងនេះវិសាខាហើយវិរៈតារាជាអ្នកផ្ទះចេញហើយលេងណូរ៉ាជាអ្នកបញ្ចប់ទីបាទបាល់នេះអ្នកចាំទីវិរៈតារាក៏ដោបាល់ចេញហើយតាណាមិនទាន់ឆ្ងាយបាល់ធ្លាក់មកដល់ជើងលេងណូរ៉ាក៏សុទ្ធមួយជើងឆ្វេង reflex ជាមួយនឹងជើងខ្សែការពាររេកគីយ៉ាបាល់នេះបញ្ចូលទីបាទទៅចុងជើងអ្នកចាំទីវិរៈតារាបន្តិចដែរបាទតារាសោកស្ដាយមែនទែនមិនអាចជួយសង្គ្រោះបាល់នេះបានណាបាទឱកាសទៅវិញពីស្វ័យរៀងគ្រីស្ទៀនឆក់បាល់បានហើយគ្រីស្ទៀនក៏អូសចូលទៅខាងក្នុងទឹកមួយជើងស្ដាំរំលងរបស់ទីចេញទៅខាងក្រៅបាទអ្នកចាំទីកែវសុកសិលាលោតផ្ទះដើម្បីប្រកាសថាបាល់នេះមិនចំទីរបស់ខ្លួនបាទប៊ុនប្រចាំប៊ុនកងលើកមកតែតពីមីស៊ូណូបាទកន្លែងនេះស្ទើរតែមានគ្រាប់បាល់កើតឡើងទៅហើយបាទអូសំទោសក៏តែតពីអូដាវរ៉ាបាទប៉ុន្តែអ្នកចាំទីកែវសុកសិលាអាចជួយសង្គ្រោះបាល់បានវិញមានគ្រាប់បាល់តាមស្មារតីសេរីគ្រីយ៉ាកាត់ចូលខាងក្នុងផ្ទះចេញពីអ្នកចាំទីហើយតែតឃ្លៀចេញពីខ្សែការពារតែម្ដងបាទហើយនេះបាទលេងណូរ៉ាក៏តែតចេញតែម្ដងបញ្ចប់ការប្រកួតគឺលទ្ធផលស្វ័យរៀងចាញ់វិសាខា1-2